ជំរាបសួរទៅកាន់បងជាពិសេសfriend ដែលតែងតែនិយមគាំទ្ររាល់វីដេអូដែលខ្ញុំចេញទៅតាក់ទងនឹងការចែករំលែកក្នុងការចិញ្ចឹមក៏ដូចជាការប្រហាត់កូនឆ្កែប្រភេទ Bichon Merino បាទអញ្ចឹងថ្ងៃនេះខ្ញុំចេញវីដេអូមួយនេះគឺដើម្បីប្រាប់ពីបងប្អូនដោយសារបងប្អូនសំណុំពរខ្ញុំច្រើនបាទច្រើនមែនតើតាក់ទងទៅនឹងមេតូតនៃឆ្កែហាត់ក្លិនបាទកន្លែងនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាឆ្កែហាត់ក្លិនគឺវាបងហាត់គឺវាសាំញ៉ាំបាទខ្ញុំចង់និយាយថាសាំញ៉ាំប៉ុន្តែលើកនេះខ្ញុំនឹងនិយាយបញ្ជាក់ប្រាប់បងប្អូនមួយពីមួយស្ទឹបទៅមួយស្ទឹបហើយបើសិនជាបងប្អូនអាចចាប់យកបានគឺខ្ញុំគិតថាវាល្អកន្លែងហ្នឹងហើយបងប្អូនត្រូវដឹងថាពេលដែលខ្ញុំប្រាប់មេតូតទៅបងប្អូនយកទៅអនុវត្តទៅពេលខ្លះវាមិនបានដូចចិត្ត 100% ទេព្រោះឆ្កែវាចរិតផ្សេងគ្នាព្រោះខ្ញុំបានចេញវីដេអូលើកមុនហើយថាឆ្កែ Merino វាចរិតផ្សេងគ្នាឥឡូវជារួមចាំមើលខ្ញុំនិយាយបញ្ជាក់បងប្អូនឲ្យច្បាស់នៅក្នុងវីដេអូហ្នឹងបាទប៉ុន្តែមុននឹងខ្ញុំនិយាយសូមបងប្អូនចាំជួយ share ឬក៏ជួយ subscribe ឬក៏ជួយ follow page ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីតាក់ទងនឹងការចែករំលែកការចិញ្ចឹមឆ្កែពូជប្រភេទ Bichon Merino អញ្ចឹងសំណួរដែលសំខាន់បំផុតក្នុងថ្ងៃនេះគឺបងប្អូនសួរថាតើដើម្បីបង្រៀនឆ្កែហាត់ក្លិនបានតើត្រូវការប្រហាត់របៀបម៉េចមានន័យថាពីមេតូតវាមួយរបៀបម៉េចអញ្ចឹងខ្ញុំនឹងនិយាយប្រាប់បងប្អូនពីមួយដំណាក់កាលទៅមួយដំណាក់កាលប៉ុន្តែក្នុងដំណាក់កាលនីមួយគឺវាសំខាន់ទាំងអស់បាទបានថាសំខាន់ទាំងអស់ខ្ញុំបញ្ជាក់ថាពេលដែលបងប្អូនចិញ្ចឹមឆ្កែបងប្អូនត្រូវយល់ពីខ្លួនឯងថាតើចិញ្ចឹមឆ្កែហ្នឹងយកទៅដើម្បីអ្វីបាទដើម្បីអ្វីបងប្អូនយកទៅយាមផ្ទះបងប្អូនយកទៅបង្ហាត់បង្រៀនដើម្បីសូសម្ដែងកាត់ stress កាត់សាញខ្លួនឯងដើម្បីយាមចកាឬក៏ដើម្បីអីផ្សេងដើរព្រៃដើរអីចឹងអញ្ចឹងមានន័យថាកាលណាបើសិនជាបងប្អូនចិញ្ចឹមឆ្កែប្រភេទ Merino នេះបងប្អូនត្រូវចេះជ្រើសរើសឆ្កែឲ្យវាត្រូវជាមួយនឹងស្ថានភាពជាក់ស្ដែងដែលយើងកំពុងតែរស់នៅខ្ញុំចង់និយាយចឹងមានន័យថាអញ្ចឹងខ្ញុំនិយាយនេះខ្ញុំនិយាយអត់និយាយឆ្កែផ្សេងខ្ញុំនិយាយឆ្កែ Merino ហើយខ្ញុំឆ្លើយទៅនឹងឆ្កែដែលហាត់ក្លិនបាទហាត់ក្លិនពាក្យថាហាត់ក្លិនវាទលំទលាបងប្អូនឥឡូវឧទាហរណ៍ថាបងប្អូនចង់ឲ្យឆ្កែហាត់រកអីគេហាត់រកគ្រឿងញៀនអាវុធជាតិទុះសត្វព្រៃឆ្អឹងសត្វឬក៏ហាត់រកមនុស្សអីជាក់ស្ដែងប៉ុន្តែខ្ញុំនិយាយនេះខ្ញុំនិយាយជាន័យរោមប៉ុន្តែបងប្អូនត្រូវដឹងថាបើឆ្កែបងប្អូនយកទៅប្រហាត់ហាត់រកអ្វីមួយបងប្អូនត្រូវតែមានរបស់នឹងជាក់ស្ដែងសម្រាប់ឲ្យវារៀនខ្ញុំឧទាហរណ៍បង្ហាត់ហាត់រកគ្រឿងញៀនខ្ញុំឧទាហរណ៍ចុះណាប៉ុន្តែរាល់ថ្ងៃយើងអត់មានទូនីតិអីត្រូវធ្វើឲ្យអស់ហ្នឹងដោយសារយើងគ្មានសិទ្ធិក្នុងការរក្សាទុកឬក៏គ្មានសិទ្ធិក្នុងការអីហ្នឹងទេអាហ្នឹងគឺខុសច្បាប់បងប្អូនខ្ញុំចែកលែកកន្លែងហ្នឹងអាទៅនេះខ្ញុំចែកលែកកន្លែងហ្នឹងគឺมันអាចធ្វើបានទេប៉ុន្តែខ្ញុំនិយាយក្នុងន័យនេះគឺខ្ញុំចង់ចែកលែកបងប្អូនថាបងប្អូនអាចបង្ហាត់បង្រៀនឆ្កែត្រឹមឆ្កែហាត់សមីបានពាក្យថាសមីមានន័យថាឆ្កែចេះប្រើច្រមុះខ្ញុំធ្វើវីដេអូនេះគឺដើម្បីឲ្យបងប្អូនបង្ហាត់បង្រៀនឆ្កែឲ្យចេះប្រើច្រមុះកាលណាឆ្កែចេះប្រើច្រមុះបងប្អូនអាចឆ្នៃចេញទៅជាហាត់រកអីក៏បានដែរស្រេចលើបងប្អូនចំណង់ចំណូលចិត្តបងប្អូនដើម្បីសូសម្ដែងហាត់រកសោហាត់រកមានន័យថារកគេហៅថាកំតិចខំអីដើម្បីយើងសម្ដែងប្រាប់គេថាយើងអាចធ្វើបានអញ្ចឹងឥឡូវជារួមខ្ញុំនិយាយឲ្យខ្លីៗគោលការណ៍សំខាន់បំផុតបងប្អូនត្រូវជ្រើសរើសឆ្កែមួយពូជ Merino ឬក៏ពូជអីក៏ពូជដែរជ្រើសរើសឆ្កែមួយដែលមានចំណង់ខ្ពស់ពាក្យតែមានចំណង់ខ្ពស់នេះខ្ញុំបានធ្វើវីដេអូជារឿយហើយតើឆ្កែប្រភេទម៉េចដែលយើងចាត់ទុកថាជាឆ្កែដែលមានចំណង់ខ្ពស់ឆ្កែមានចំណង់ខ្ពស់មានន័យថាឆ្កែដែលវាចូលចិត្តលេងចូលចិត្តចង់ដឹងចង់លឺអ្វីដែលថ្មីនឹងមានតែចំណង់ដូចឆ្កែដែលខ្ញុំប្រាប់ថាត្រូវតេស្តលេងកណាត់លេងកសែងបាទលេងឆ្កែនឹងលេងពេលដែលបងប្អូនជ្រើសរើសឆ្កែដែលត្រឹមត្រូវឆ្កែដែលមានចំណង់ហើយចាត់ទុកថាបងប្អូនជោគជ័យមួយដំណាក់កាលមានន័យថាបងប្អូនពង្វក់ឆ្កែនឹងឲ្យលេងរបស់លេងបាទលេងកសែងលេងរ៉េកលេងអីមកចប់សពគ្រប់ហ្នឹងទៅហើយការលេងដោយបងប្អូនមើលក្នុងវីដេអូខ្ញុំគឺលេងដូរទីតាំងរហូតបាទបង្កើតឧបសគ្គវាជារឿយលេងដល់ដំណាក់កាលណាមួយនោះយើងចាប់ផ្ដើមលេងរ៉េកចាប់ផ្ដើមលេងស្នាប់ដៃលេងមិនដែលហៅថាលេងឲ្យឆ្កែនឹងវក់នឹងរបស់លេងមែនតើមានន័យថាហៃពីមួយដំណាក់កាលទៅមួយដំណាក់កាល
chẳng chỉ rốn bóng ôn thử chưa cái là mũi đại miên chấm nóng phủ tớp ai bằng hạt bằng riêng cái hạt khăn bàn ai bằng hạt bằng riêng cái để ai tạo cho một bàn bởi cái nó mình miên chấm nóng thế mình miên ca vào manh thế cứ mình ai do tư bằng hạt khăn rồi co che tạo cho một bàn anh ấy nhung phải chẹo cho ba phải bóng ôn tha chỉ bóng ôn chưa cái hạt bàn đó bóng ôn mình do về từ bằng hạt bằng riêng ao về tạo cho một bàn thì nếu nhung phải chẹo chẳng hay nhom nâng vậy mê tàu thả sky vào cho món ra lại vậy không video ní nhom đã video cha bỏ nhom ở bông ôn mới tới sky bằng hạt khăn kịp hạt là bị mệnh chẳng đầm bông lấy bông ôn ai bơi được không video để nhom đã nó cứ vô sky để lên để hay thứ nhất bông ôn về lên không về lên rec mình mất ai thả về lên miền đây thả bia khơi là bỏ nó ngọt bán hay à không đi bia sầm khăn sầm mẹ bia nè np để bông ôn và vụ bia đo chấm lạnh nam mối cứ kia và vụ không nữa cái để việc chập đám che phao chỉ mọc bán lụt ra để biết che rô bạn che rô không nữa bông ôn khơi nhé được trong video nó từ nhóm cắt cầm tịch không tu nó chắc mình bông xua thả bông cái này nhóm bông ai ao việc hạt tam ắt nó ngay tao việc hạt ấy kể đợt để việc khơi việc phục vẹp bông ai đứa có biển quay vẹp bông ấy nó việc hạt đấy cứ việc hạt là nè vì hạt tăng vì không và ban gặp phun nấy nó so tay cầm tịch không tu môi cứ việc hạt rồi khơi mình đây là cái nó bị ác phao chỉ mọc về rô bán thôi ca bằng hạt cay hạt khăn á cái mẹ hạt thầm tay mà ngay pi ngay bông ôn vô từ pra ca bán này cứ kia bằng hạt dù mình tên thấy cái miên kru cái thua tay ôi vi đầm lai à nó sầm nhập cay cái thua cá này nhóm bọn gì cay cá bàn tay nhóm vậy ní sầm nhập bông ôn sâu sầm đầy nên đây ta ai tha bông ôn phơi bàn nhóm chưa chạy tha bờ sân chỉ bông ôn mơ vì ôn đi chóp hay bông ôn ăn được vọt lơ con cay hoặc luôn ai để min sáp á nhóm kết tha bông ôn ai thua bàn đấy nhóm phải chạy chẳng thấy bông ôn của vuông là bó lấy là hậu đo đầm nại ca na môi nó cứ viên lên không nữa bông ôn lên không khang mình tèn khơi không lên ba nào sự kiệt mình bên đấy ta chẳng ao video tăng vì không thóm là hậu đo không tàu bà như này chẳng bông ôn rồi vì không thóm là hậu đo không tàu chẳng chia rôm tới đầm bay bằng hạt cái hạt khăn bán bông ôn thử chết cái để miên chùm nóng của bà hay lên vì lên chẳng nó bông ôn chẳng mê tàu thao vụ phía vì miền chẳng hay ca bằng hạt vậy tao việc mà ở toàn oi không nắng vì nơi trái hơn thiệt